anh ấy tốt con kia anh ấy nhom tình tốt nhom tình tốt tình thôi ជំរាបសួរនឹងអរុនសួស្តីដល់ពុកម៉ែបងប្អូនទាំងគ្នាបាទឥឡូវនេះជួបគ្នានៅវីដេអូថ្មីរបស់ខ្ញុំបាទដើរលេងកំសាន្តជាមួយនឹងបងប្រុសដែលគាត់មកពីខាងបាត់ដំបងហើយខ្ញុំក៏ជួនគាត់ដើរលេងមើលស្រែមើលភូមិអញ្ចឹងហើយក៏ចៃដន្យខ្លាំងមែនទេបាទដែលបានដើរមកមើលស្រែមើលស្រូវហ្នឹងក៏បានជួបនៅលពូនឹងណាមីងម្នាក់ដែលគាត់កំពុងតែបូមទឹកដាក់ស្រែអញ្ចឹងហ្នឹងហើយក៏បូមទឹកដាក់ស្រែផងបូមទឹកហ្នឹងដើម្បីចាប់ត្រីផងបាទ ហើយពិតជាលុយខ្លាំងមែនទេបាទហើយអានឹងដូចជាថាព្រួយមួយបាញ់បានសាពីអញ្ចឹងដើម្បីគាត់យកត្រីដើម្បីយកទៅធ្វើម្ហូបធ្វើអីនៅផ្ទះដើម្បីទុកហូបបំរុងនៅថ្ងៃក្រោយបាទហើយតាមបន្លែនេះគឺត្រីច្រើនខ្លាំងមែនទេបងប្អូនហើយខ្ញុំខ្វល់កខ្លាំងមែនទេដោយសារតែយើងវាអត់មានឧបករណ៍គ្រប់គ្រាន់ដូចគាត់គាត់មានម៉ាស៊ីនអញ្ចឹងគឺគាត់បូមហើយគាត់ចាប់ងាយស្រួលខ្លាំងមែនទេបើតែយើងមានម៉ាស៊ីនមានអីអញ្ចឹងយើងមានតែសំណាញ់អញ្ចឹងវាពិបាករោហើយតែមួយពេលយើងស្វាទៅមុតត្រីមួយអីផងអញ្ចឹងវា នឿយខ្លាំងមែនទេបាទហើយសម្រាប់ពួកគាត់គឺអត់នឿយទេបងប្អូនហ្នឹងហើយគឺគាត់បូមស្រះហើយគាត់បូមតាមបន្លែហើយគាត់បាចាប់មកសបាយបាទជាមួយនឹងប្រិយប្រពន្ធគាត់ពីរនាក់បាទអត់មានណាមកជួយចាប់ទេបងប្អូនណាហើយត្រីបងប្អូនអាចទស្សនាមើលបានត្រីគឺធំហើយល្អខ្លាំងមែនទេបាទចំពោះត្រីតែងហើយនឹងត្រីរស់ហើយគឺធំល្អខ្លាំងមែនទេបាទបើចំពោះត្រីតែងវិញខ្ញុំជួយចិត្តខ្លាំងមែនទេបាទត្រីតែងតន់គឺសម្បូរខ្លាំងមែនទេហ្មងដោយសារតែ គាត់អត់សូវជំនាញចាប់ត្រីដល់តែអញ្ចឹងហើយក៏ត្រីពេលខ្លះក៏វាចូលតាមអារម្មណ៍បូមលូនបូមម៉ាស៊ីនហ្នឹងលោតទៅក្រៅខ្លះនៅស្បែកតែទួគាត់ចាប់មិនសូវបានបងប្អូនអាចទស្សនាមើលបានគឺខ្ញុំពិតជាខ្វល់ក៏ជំនួសក៏ខ្លាំងមែនទេតែគាត់នៅតែចាប់លេងដើម្បីឲ្យត្រីវាពុលបងប្អូនហ្នឹងហើយនៅចំពោះអាម៉ាស៊ីនដែលថាគាត់បូមនេះត្រីវាចូលតាមរន្ធម៉ាស៊ីនវាបូមនោះវាពេលខ្លះត្រីខ្លះក៏វាដូចវាសើបងប្អូនហ្នឹងវាសើចូលតាមអាប្រឡោះដែលរន់បូមហ្នឹងបីទៅខាងក្រៅក៏វានឹងសើប៉ះណាចាប់បានប៉ះណាក៏ចាប់អត់បានអញ្ចឹងត្រូវវាពុលអញ្ចឹងគឺគ្នាគាត់មានតែពីរនាក់អញ្ចឹងគឺគាត់ពិបាកទីមួយប្តីរបស់គាត់កំពុងតែបាននៅខាងលើហើយប្តីគាត់ជាអ្នកជំនាញចាប់ត្រីហើយប្រពន្ធក៏អត់សូវជំនាញទេបាទអញ្ចឹងហើយគាត់ក៏ពិបាកនឹងចាប់ត្រីខ្លាំងមែនទេបាទហើយគាត់ឲ្យក្រុមនៅជាពីរនាក់កូនប្រុសរបស់គាត់បាទត្រូវជាកូនពៅបាទដោយសារគាត់មានកូនស្រីបាទកូនស្រីរបស់គាត់សុទ្ធតែស្រីអញ្ចឹងអត់មានអ្នកខាងប៉ិនរកត្រីរយដូចយើងជាមនុស្សប្រុសទេបងប្អូនហ្នឹងហើយអូននេះក៏ប៉ិនចាប់ខ្លាំងទៀតបងប្អូនហើយសុំសរសើរវាហ្មងវាអត់ចេះខ្លាចត្រីគឺវាអត់ចេះញើតទ្រឹងត្រីតែគេចោះឲ្យគឺវាលុតទ្រប់ចាប់ទុបតាប់បងប្អូនហើយខ្ញុំពិតស្រីជំនួសខ្លាំងទេបាទខ្ញុំខ្លាចតែវាមុតត្រីគេចោះមុតអីហ្នឹងយំហើយបើថាប៉ះឲ្យដល់យំហើយអូនអញ្ចឹងកូនសរសើរវាខ្លាំងមែនទេបាទវាប្រខែចាប់ត្រីបាទដោយសារវាដូចតែវាជំនាញហ្មងហ្នឹងហើយក្មេងសម័យឥឡូវគឺ មិនអាចបានស្មានបានទេបាទដូចភាសាខ្ញុំអីគឺខ្ញុំជំនាញដែររឿងចាប់ត្រីប៉ុន្តែមុតត្រីតែងមុតអីយំភ្លេចភ្លុកកាលនឹងមុតត្រីតែងវិញយំនាលដីបាទអាសាតែអាចង់ចាប់ត្រីចាប់អីឲ្យគេឃើញហ្នឹងឯងបាទប៉ះគេអ្នកថតចឹងទៀតអូនិយាយពីប៉ិនស្វាហាប់ចាប់នេះបងប្រុសរបស់ខ្ញុំគាត់ចាប់បានត្រីនៅលើគោកបាទត្រីតែបូមមកវាដោយតាមបងប្អូនហ្នឹងគឺត្រីសត្រីរៀលគឺធំល្អខ្លាំងមែនទេបាទនេះត្រីតែងបាទអីគាត់ត្រូវអីគាត់ចេះចាប់ហ្នឹងគាត់បានកាយប៉ុន្តែវាអត់ចូល គាត់អត់យកដូចជាកញ្ច្រែងអីមួយគាត់ដើម្បីគាត់ដួសអញ្ចឹងបើគាត់ចេះចាប់គាត់អត់មានកញ្ច្រែងមានអីអញ្ចឹងហ្នឹងហើយនេះចូលតាមរន្ធបូមហ្នឹងពេលខ្លះត្រីតែងតែវាចូលតាមវាដោយទៅខាងលើដែលវីដេអូខ្ញុំថតមិញបងប្រុសខ្ញុំចាប់បានត្រីបងប្អូនហ្នឹងហើយគឺដោយតាមហើយត្រីគឺល្អខ្លាំងមែនទេបាទពេលខ្លះបើសិនតែបើត្រីនឹងវាយ៉ាងសេសើហើយនេះអ៊ីកំពុងចាប់គាត់ចាប់រងតែភ័យគាត់ខ្លាចត្រីបើអាចទស្សនាមើលបានគាត់ចាប់កវិសត្រីទក់ទិញហើយគាត់កវិសដែរអញ្ចឹងគាត់អត់ហ៊ានចាប់ដឹងគេគាត់ខ្លាចអីហ្នឹងហើយឥឡូវនេះគាត់បានយកសំណាញ់មកដាក់អញ្ចឹងហើយដល់មកដាក់សំណាញ់អញ្ចឹងហើយប្រហែលជាវាអត់អីទេនេះខ្លះត្រីនេះត្រីវាដែលវានៅកប់បំផុសទេបងប្អូនហើយអ៊ីគាត់ហ៊ានចាប់គាត់ខ្លាចមុតអញ្ចឹងហើយគាត់មានដាក់ថ្នមត្រីខ្លះក៏ចាប់បានត្រីខ្លះក៏ចាប់អត់បានអញ្ចឹងណាហ្នឹងហើយគាត់បង្ហាញអីតាម មើលងាយអ៊ីមិនអ៊ីចេះចាប់ដែរតាប៉ះត្រីណាវាខ្វាក់ភ្នែកអ៊ីចាប់បាននិយាយលេងបងប្អូនហ្នឹងហើយឥឡូវនេះគាត់ក៏បានចាប់នៅខាងលើបាទនៅខាងលើហ្នឹងវាទឹករៀងតិចហើយបាទហើយនេះប្តីប្រគាត់បាទប្តីគាត់គឺគាត់ជំនាញចាប់ហ្មងត្រីរស់ត្រីតែងតែអីគឺគាត់ជំនាញពួកអី
គាត់និយាយថាមនុស្សប្រុសយើងគិតនេះចិនរៀងខាងរត់ត្រីបងប្អូនហ្នឹងហើយនេះអាត្រីនេះតែគាត់មុនបងគាត់បានដាក់ស្នាញ់ហ្នឹងត្រីវារតាមដោយតាមគេបូមទៅឥឡូវនេះគាត់បានដាក់ស្នាញ់ចឹងទៅគ្មានរតនារួចទេបងប្អូនអើយត្រីតែងត្រីរស់ត្រីកញ្ចុះត្រីអីចូលទាំងអស់បងប្អូនអើយខ្ញុំពិតជាខ្វល់កជំនួសគាត់មែនបាទឥឡូវនេះគាត់កំពុងតែស្រាយដើម្បីដាក់វានៅក្នុងឡាំងម៉ាសាសិនណាដល់ព្រោះអីវាច្រើនពេកបងប្អូនត្រីរនៅនឹងច្រើនពេកអញ្ចឹងហើយគាត់ក៏ស្រាយដើម្បីយកដាក់តែគាត់ស្រាយដកចេញរួចមិនធ្វើម៉េចមានខ្ញុំជួយខ្ញុំថតផងខ្ញុំជួយគាត់ផងបងប្អូនគឺគាត់អត់ដឹងគាត់ចង់ដាក់អញ្ចឹងដោយត្រីអស់ហើយក៏ចាប់អញ្ចឹងទៀតបងប្អូនអាចទស្សនាមើលបានអញ្ចឹងគាត់អត់សូវជំនាញអញ្ចឹងខ្ញុំក៏ធ្លាប់ខ្លះដែរខ្ញុំប្រាប់គាត់យកឡើងមកដាក់ចិត្តមកហើយយកឲ្យនឹងចាក់ទៅវាត្រីវាដោយទៅហើយបាទអញ្ចឹងហើយគាត់ក៏បានដាក់តាមខ្ញុំបាទត្រីបងប្អូនអាចមើលបានល្អណាស់ជាពិសេសគឺត្រីសត្រីឡាតអីក៏ធំខ្លាំងមែនទេបងប្អូនហើយខ្ញុំពិតស្ដាយខ្លាំងមែនទេតែខ្ញុំអត់បានថតនៅពេលដែលកាត់បូមរីងបងប្អូនដោយសារតែយើងថតយូរម៉ោងខ្លាំងមែនទេហើយខ្ញុំដល់ម៉ោងធ្វើការងារផងដែរហើយពួកគាត់ក៏ឈប់ហូបបាយហូបអីចឹងខ្ញុំក៏បាននៅថតទស្សនាបងប្អូននៅកន្លែងជិតចប់បងប្អូនហើយនេះគាត់បានត្រឹមហ្នឹងឯងបងប្អូនហើយដោយសារតែគាត់ហៀវបាយហើយអីដែរអញ្ចឹងខ្ញុំក៏ដល់ម៉ោងធ្វើការងារដែរខ្ញុំក៏បានឆ្លៀតទៅបានត្រីរបស់គាត់បានទាំងរស់ទាំងអីទាំងតែងល្អស្មាតោះមកបងអើយបើសិនតែដាក់អាំងអីជ្រក់ស្វាយជ្រក់អីក្តីសក់តាមជនរបត់យើងអញ្ចឹងណាខ្យល់បក់មកហើយគួយលេងរឿងដំភើជាមួយគ្រួសាររបស់យើងបាទបាច់ចាំទៅស៊ីវិល័យពីកៅលុយឆាយទៅទីក្រុងបាទមានតែជីវិតសាមញ្ញណាអូននេះប៉ិនចាប់ខ្លាំងមែនទែនខ្ញុំទៅសើវាត្រីរស់ត្រីអីវាចាប់ដៃវាឆ្មាប់បងប្អូនហើយវាដើរយកទៅដាក់ឲ្យប៉ាវាអានេះត្រីដែលវាយកមកដាក់មិនបងប្អូននេះអញ្ចឹងកាត់បូមចាប់ពីត្រឹមហ្នឹងបងប្អូនហ្នឹងហើយគាត់ក៏បានឈប់ហូបបាយហូបអីដើម្បីមានកម្លាំងដើម្បីបូមទៅខាងក្រោយមកតង់ទៀតបាទហើយនេះផងដែរគឺជាកន្លែងទីតាំងនៃខ្ញុំប្រាប់បងប្អូនដូចជានេះនៅខាងនេះដូចខាងនេះសិតតែកន្លែងជាបងត្រីបងច្រើនខ្លាំងទេឥឡូវទឹកវារីងអញ្ចឹងហើយបងប្អូនចង់ដឹងថាពីការបងត្រីបងប្អូនចាំតាមដានវីដេអូនៅក្រោយបន្តទៀតបាទហើយវីដេអូរបស់ខ្ញុំក៏ឈានដល់ទីបញ្ចប់ដែរបងប្អូនហើយជួបគ្នាដល់វីដេអូក្រោយបាយ